ông thay là không thay cái thay nó sắp thay cái con cắt trồng nhưng cho là trồng ở trong phải làm như thế bị thôi vậy thôi cái kia sao việc không rương đấy con cái nhưng mà giờ mà cắt trồng nhá nó không khéo vậy à thấy mày to hết mày trồng gì con nhớ rồi cái gì mà sao phải rừng trồng đã sạch cái giờ con đã trồng mà đây bắt sạch ở đây trồng đặt đây thôi ở riêng bom thấy bom thấy ấy nó trong mày đã trồng gì là sao nó sao vậy rương nó vì chơi Âu này mới vì lên game là hốt cái con so thế mà mới lên được game thấy bóng trọi con bóng chụp lên game cái này lên game trái bị khôi này vì ai thua ca từ depression trên bóng đã không nên là mệt con mệt con ó còn ai lên game tiết ôi sớm này hai bài nè đang tiết cái miết ép cái miết cam quý sớm nét bắt tu sát con còn ai con lên game bán à man ពិតមែនហើយបងប្អូនទាំងអស់គ្នាសប្តាហ៍ថ្ងៃនេះគឺជាសម័យកាល digital វាពិតជាបានជួយសម្រួលដល់កិច្ចការងាររបស់យើងជាច្រើនណាស់ប៉ុន្តែបើយើងមិនបានគ្រប់គ្រងវាឲ្យបានល្អទេវាក៏ផ្ដល់នូវគុណវិបត្តិយ៉ាងច្រើនដល់យើងផងដែរជាពិសេសដល់កូនរបស់យើងមិនអាចគ្រាន់តែអង្គុយនៅស្ងៀមហើយមើលវាកើតឡើងបាននោះទេនេះហើយជាមូលហេតុដែលក្រុមហ៊ុន Skylink Technology បានចាប់ផ្ដើមនូវយុទ្ធនាការ Beyond the Screen ដើម្បីធ្វើឲ្យវាអាចទៅរួច Skylink បានបង្កើត app ឈ្មោះថា NetBlock គឺជា app ដែលគ្រប់គ្រងដោយឪពុកម្ដាយហើយជាឧបករណ៍តុល្យភាព digital ដំបូងគេនៅកម្ពុជាដែលបង្កើតឡើងសម្រាប់គ្រួសារនិងសាលារៀនរបស់យើងជាមួយនឹង NetBlock យើងអាចកំណត់ការគ្រប់គ្រងកម្មវិធី game ក្នុងទូរស័ព្ទដៃបណ្ដាញសង្គមដើម្បីជួយដល់កុមារដល់កូនរបស់យើងឲ្យគាត់ផ្ដោតលើការសិក្សាក៏ដូចជាការគេងឲ្យបានគ្រប់គ្រាន់ NetBlock វាសាមញ្ញមានតម្លៃសមរម្យហើយងាយស្រួលប្រើមែនទែនហើយវានឹងចេញនៅខែក្រោយនេះហើយយុទ្ធនាការនេះនឹងនាំមកជូននៅសិក្ខាសាលាផ្ទាល់ក៏ដូចជាសិក្ខាសាលាអនឡាញសម្រាប់ឪពុកម្ដាយដែលឥតគិតថ្លៃការបណ្ដុះបណ្ដាលដល់គ្រូបង្រៀននិងសកម្មភាពសង្គមសប្បាយសម្រាប់កូនរបស់យើងសម្រាប់គ្រួសារនៅទូទាំងប្រទេសកម្ពុជារស់នៅប្រកបដោយសុខភាពល្អហើយនឹងជីវិតមានតុល្យភាពអេក្រង់ Beyond the Screen ខ្ញុំបានចាប់ផ្ដើមជាមួយនឹងយុទ្ធនាការនេះហើយខ្ញុំក៏សូមគោរពអញ្ជើញបងប្អូនអរគ្នាក៏ដូចជាសាលារៀន clinic អង្គការការដ្ឋាភិបាលក្រុមហ៊ុនផ្សេងចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការ Beyond the Screen ហើយយើងចូលរួមជាមួយគ្នាក្នុងការបង្កើតអនាគតប្រកបដោយតុល្យភាព